បាទនឹងនេះម៉ោង7កន្លះបាទការប្រកួតរវាងក្រុម Manchester United ជាមួយនឹងក្រុម Manchester City នៅវេលាម៉ោង7កន្លះបាទអញ្ចឹងការប្រកួតល្ងាចនេះក្រុមទាំងពីរយើងដឹងថាក្រុមទាំងពីរនេះគឺជាក្រុមនៅទីក្រុងតែមួយនៅទីក្រុង Manchester នៅប្រទេសអង់គ្លេសហើយក្រុមទាំងពីរអ្វីតែបច្ចុប្បន្នយើងដឹងថាក្រុម Man City គឺជាក្រុមដែលមានតម្រង់លេងល្អហើយនៅលំដាប់លេខទី2សម្រាប់ក្រុម Manchester United នៅលំដាប់លេខទី7ក៏ប៉ុន្តែទោះបី Manchester United មានតម្រង់លេងធ្លាក់ចុះក៏ពិតមែនក៏ប៉ុន្តែនៅពេលប្រកួតរវាង Manchester ទាំងពីរកើតឡើងគឺក្រុមទាំងពីរតែងតែបញ្ចេញតម្រង់ល្អដូចគ្នាបាទនៅក្នុងស្ថិតិកន្លងមកយើងឃើញថាក្រុមទាំងពីរនៅឆ្នាំ2024គឺ Manchester City និង Manchester United ហ្នឹងគឺមានឈ្នះមានស្មើបាទមាន Manchester United ក៏ឈ្នះហើយក៏មានស្មើដែរដល់ពេលដើមឆ្នាំ2025ខែ4នេះគឺក្រុមទាំងពីរស្មើគ្នាចំណែកនៅចុងក្រោយប្រកួតចុងក្រោយគឺនៅក្នុងខែ9គឺ Manchester City ឈ្នះក្រុម Manchester United 3-0បកមកកីឡាករវិញបាទកីឡាករសំខាន់ខ្សែប្រយុទ្ធសំខាន់ក្រុមទាំងពីរនេះគឺមាន Sesko របស់ Manchester United បាទយើងឃើញថា Sesko ទោះបីស្ងាត់ក៏ពិតមែនក៏ប៉ុន្តែជារឿយៗ Sesko តែងតែសុទ្ធចូលទីបាទហើយសម្រាប់ Manchester City គឺយើងដឹងហើយថា Erling Haaland គឺជាមនុស្សយក្សដែលតែងតែរកគ្រាប់បាល់ឲ្យ Manchester City ជាប្រចាំចំណែក midfield លេខកណ្ដាលគឺ Manchester United គឺមានBruno Fernandes អញ្ចឹង Fernandes កីឡាករកាពីតែនក្រុមហើយជាអ្នកចែកបាល់ជាអ្នកគ្រប់គ្រងបាល់នៅដែនកណ្ដាលហើយអាចអូសបាល់លើកបាល់យកទៅសុទ្ធបានបាទហើយចំណែកនៅក្នុង Manchester City គឺមាន Semenyo បាទ Semenyo គឺជាកីឡាករថ្មីក៏ប៉ុន្តែប្រកួតចុងក្រោយគឺទទួលបាន2គ្រាប់បាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងក្រុមទាំងពីរនេះគឺនឹងប្រកួតយុគនេះហើយយើងរងចាំទស្សនាទាំងអស់គ្នាថាតើក្រុមណាដែលអាចឈ្នះសម្រាប់ខ្ញុំគឺជា fan របស់ Manchester City ស្រាប់ហើយក៏ប៉ុន្តែអ្វីដែលចង់បង្ហាញគឺយើងចង់ដឹងថាក្រុមទាំងពីរនេះអាចឈ្នះបានកម្រិតណាព្រោះ Man City យើងក៏ចង់ឲ្យក្រុមឈ្នះក៏ប៉ុន្តែយើងក៏មិនអាចមើលងាយ Manchester United បានដែរព្រោះមានយុគនេះមាន Dalo ហើយនិង Bomo គឺត្រឡប់មកវិញហើយមកពីប្រកួតនៅទ្វីបអាហ្វ្រិកអញ្ចឹងពីរនាក់នេះគឺតែងតែរកគ្រាប់បាល់ឲ្យ Man U បានបាទអញ្ចឹងManchester City ទោះបីមានកម្លាំងពេញក៏ប៉ុន្តែក៏មិនអាចមើលងាយ Manchester United បានដែរអញ្ចឹងជារងចាំការប្រកួតយុគនេះទាំងអស់គ្នានៅក្បាលល្ងាចបាទម៉ោង7កន្លះនៅទឹកដី Manchester United បាទ